và videoនេះខ្លីដែរទេប្រហែល6នាទីបញ្ឈរចង់បង្ហាញរបៀបក្នុងការស្វែងរកមើលព័ត៌មានប្រវត្តិភាគលាភឆ្នាំចាស់ៗហើយនិងភាគលាភពេលបច្ចុប្បន្ននៅលើគេទំព័រ csi.com.ke ហើយនិងទៅលើ app CSI Trade ដោយសារតែទាំងគេទំព័រទាំង app CSI Trade គឺអាប់ដេតជំនាន់ថ្មីអញ្ចឹងហើយមិននុយអីមានការប្រែប្រួលខុសពី version ចាស់ណាបាទអញ្ចឹងបងប្អូនចូលទៅមើលទាំងអស់គ្នាឥឡូវខ្ញុំបង្ហាញពីរបៀបចូលទៅមើលតាម app CSI Trade មុនបាទអញ្ចឹងយើងចុចបើក app CSI Trade យើងមកហើយនៅពេលយើងចូលទំព័រដែរវាចេញបែបនេះណាអញ្ចឹងយើងចង់មើលព័ត៌មានភាគលាភនៅពេលបច្ចុប្បន្នចុងក្រោយបងប្អូនយកម្រាមដៃសកត់លើ screen អូនឡើងលើទៅបាទទូរស័ព្ទដៃ smartphone ឬក៏ tablet វានឹងបង្ហាញបាទអញ្ចឹងបងប្អូនចូលម៉ឺនុយនេះម៉ឺនុយព័ត៌មានអំពីភាគលាភណាអញ្ចឹងយើងនឹងឃើញភាគលាភគ្រប់ក្រុមហ៊ុននៅឆ្នាំចុងក្រោយនេះបាទនេះភាគលាភឆ្នាំ2025ហើយដែលត្រូវប្រកាសចែកនៅឆ្នាំ2026ណាជួរនេះឈ្មោះក្រុមហ៊ុនជួរនេះភាគលាភក្នុងភាគហ៊ុននេះទិន្នផលភាគលាភដែលយើងគិតជាភាគរយណាធៀបថ្លៃបច្ចុប្បន្ននេះទៅនេះថ្ងៃ X dividend ឬ X right date បាទថ្ងៃ X dividend ហ្នឹងគឺជាការបច្ឆេទដែលលក់ហ៊ុនចាប់ពីថ្ងៃហ្នឹងទៅមានសិទ្ធិទទួលបានភាគលាភហើយបើទិញហ៊ុននៅចាប់ពីថ្ងៃហ្នឹងទៅអត់មានសិទ្ធិបានភាគលាភទេបាទទិញទៅឲ្យបានមុនថ្ងៃហ្នឹងមួយថ្ងៃណាថ្ងៃធ្វើការតទៀតយើងមើលម៉ឺនុយនេះប្រកម្មជាឈ្មោះភាគដឹកដែលទទួលបានភាគលាភយើងភាសាអង់គ្លេសហៅថា record date ណាថ្ងៃកំណត់ទុកបាទអញ្ចឹងយើងថ្ងៃប្រកាសហើយអញ្ចឹងឲ្យតែយើងមានហ៊ុនកាន់មុនថ្ងៃ2ថ្ងៃមានសិទ្ធិបានភាគលាភបាទចុងក្រោយគឺការបច្ឆេទថ្ងៃទូទាត់ភាគលាភឬកញ្ចៃភាគលាភបាទវាគេក្រុមហ៊ុននឹងទូទាត់ចូលទៅក្នុងគណនីជួញដូររបស់វិយាករយើងរៀងៗខ្លួនទៅតាមសមាមាត្រទៅតាមការបច្ឆេទហ្នឹងទៅអញ្ចឹងហើយបងប្អូនចង់ដឹងថាភាគលាភយើងចូលក្នុងសមតលប្រវត្តិសមតលហ្នឹងភាគលាភក្រុមហ៊ុនណាយើងផ្ទៀងកន្លែងហ្នឹងផ្ទៀងការបច្ឆេទថ្ងៃទូទាត់ភាគលាភហ្នឹងបើសិនជាចូលថ្ងៃទីប៉ុណ្ណឹងអាហ្នឹងក្រុមហ៊ុនមួយហ្នឹងឯណាបើសិនជាក្នុងករណីថ្ងៃតែមួយហើយក្រុមហ៊ុន2 3អាហ្នឹងយើងផ្ទៀងតាមនឹងចំនួនហ៊ុនយើងកាន់ក្រុមហ៊ុនហ្នឹងប្រមាណគុណភាគលាភមើលទៅដឹងហើយភាគលាភមកហ៊ុនប្រមាណគុណមើលទៅយើងដឹងក្រុមហ៊ុនណាណាបាទនេះរបៀបទី1មកកន្លែងនេះគឺបង្ហាញអំពីភាគលាភឆ្នាំចុងក្រោយណាវាបង្ហាញតែមួយឆ្នាំទេឃើញទេបាទអញ្ចឹងឆ្នាំ2025មានក្រុមហ៊ុន3អត់បានចែកភាគលាភទេដោយសាររ៉ូស៊ីខាតខ្វះលទ្ធភាពចែកភាគលាភមាន Pestic Cambodia JSL ហើយនិង Picasso City Garden ណាបាទជាបន្តទៀតយើងទៅមើលប្រវត្តិភាគលាភឆ្នាំចាស់ៗធ្វើម៉េចយើងចុចកន្លែងនេះក៏បានដែរនេះមនុយជួញដូរនេះយើងយកកន្លែងនេះព័ត៌មានភាគហ៊ុនចុចកន្លែងហ្នឹងមកបន្តមកយើងចុចរើសក្រុមហ៊ុនណាដែលយើងចង់មើលណាកន្លែងព្រួយនឹងកន្លែងនេះចុចវាទៅវាបង្ហាញមាន12ក្រុមហ៊ុនហ្នឹងថ្ងៃក្រោយច្រើនទៅហ្នឹងវាបង្ហាញហ្នឹងទៅរៀបតាមលំដាប់ពីទី1ដល់ចុងក្រោយនេះឥឡូវឧទាហរណ៍ខ្ញុំចង់មើល ACDA ចុះភាគលាភជាបន្តយើងមើលកន្លែងមនុយកន្លែងនេះបាទអញ្ចឹងមានមនុយច្រើនយើងអស់មើលចូលមើលគ្រប់មនុយទៅដើម្បីស្វែងយល់វាយើងអស់រកមកកន្លែងនេះសង្ខេបទិន្នន័យជួញដូរចុចឡើងហ្នឹងមកយើងអស់ឡើងលើនេះអនុប័ត្រវិតម្លៃកន្លែងហ្នឹងមើលប្រវត្តិភាគលាភណានេះណាអនុប័ត្រ PE កន្លែងនេះថ្លៃធីបប្រាក់ចំណេញអនុប័ត្រ PB បាទថ្លៃធីបនិងតម្លៃក្នុងបញ្ជីអានេះទិន្នផលភាគលាភណាគិតជាភាគរយនៅឆ្នាំ2021អនុប័ត្រភាគលាភបានបង់អានេះសាច់ប្រាក់ភាគលាភក្នុងមួយភាគហ៊ុនបាននេះធនាគារ ស៊ីដាបាទអញ្ចឹងយើងមើលយើងយកម្រាមដៃយើងអស់ពីស្ដាមមកឆ្វេងមកមានច្រើនឆ្នាំណាអានេះ2021 2022 2023 2024 2025ចុងក្រោយណាកំណត់ត្រា5ឆ្នាំមួយឆ្នាំចុងក្រោយ2025ចែក555រៀលមួយហ៊ុនណាអនុប័ត្រគឺចែកចង់30%នៃប្រាក់ចំណេញសុទ្ធណាមួយឆ្នាំជាគាត់ចំណេញ200លានដុល្លារនៅក្នុង app CSI Trade នេះមានដល់ទៅ5ភាសាបើសិនបងប្អូនចង់ដូរភាសាអីបាទចុចកន្លែង setting កំណត់នេះមកកងចាក់នេះបាទតោះមកយើងរើសកន្លែងភាសានេះមកណាដូរបាននេះចូលចិត្តភាសាខ្មែរស្រួលមើលជាបន្តយើងទៅមើលប្រវត្តិភាគលាភនៅក្នុងគេទំព័រម្ដងបាទយើងអនុវត្តជាមួយគ្នាបាទយើងជ្រើសរើស browser យើងអាច Google Search ឬក៏ Chrome នេះក៏បានដែរបន្តទៀតយើងវាយអាស័យដ្ឋានផ្សារមួយបាកម្ពុជានៅលើ bar search នេះ csi.com.kh នៅលើគេទំព័រផ្សារមួយបាកម្ពុជាមាន2ភាសាណាមានភាសាអង់គ្លេសនិងភាសាខ្មែរនេះខ្ញុំរើសភាសាខ្មែរស្រាប់បើសិនជាបងប្អូនចង់ដូរភាសាចុចអាកន្លែងសញ្ញាចុច3នឹងស្ដាំដៃនេះមកបាទវាបង្ហាញយើងឲ្យដូរភាសារើសយកណាអង់គ្លេសទៅបើសិនជាបងប្អូនចង់ឲ្យមើលឃើញ screen ដូច desktop ទូចឹងយើងចុចកន្លែង tray 3នៅលើនេះយើងចុចសញ្ញាចុច3ធំនៅលើស្ដាំដៃមកហើយអស់ឡើងលើបាទយកពាក្យថានេះ desktop size យក desktop size មកវានឹងបង្ហាញលក្ខណៈដូចយើងមើលនៅក្នុង computer អញ្ចឹងណាបាទជាបន្តយើងទៅមើលព័ត៌មានភាគលាភយើងមើលកន្លែងណាបាទកន្លែងនេះក៏ជាការផ្ដល់ព័ត៌មានដែរ disclosure អង់គ្លេសយើងចង់មើលវាចុចលើកន្លែងបន្ថែមហ្នឹងមកវាបង្ហាញគ្រប់ក្រុមហ៊ុនលាយឡំគ្នាណាយើងចង់មើលព័ត៌មានភាគលាភក្រុមហ៊ុនណាចុចអាហ្នឹងទៅឧទាហរណ៍កំពង់ផែក្រុងសីហនុនោះ PAS បាទនេះវត្តសញ្ញាបាទខ្ញុំចុចរើសវាហើយចុចសញ្ញា search ស្នាមដៃមកបាទអញ្ចឹងវាបង្ហាញតែព័ត៌មានកំពង់ផែក្រុងសីហនុនេះបាទអញ្ចឹងនេះការសម្រេចបែងចែកភាគលាភនៅលើគេនេះបើយើងចង់មើលឆ្នាំចាស់ៗយើងចុចមើលអាទំព័រចាស់ៗនេះវាថយក្រោយទំព័រទី1ទី2ទី3ទី4ទី5ហើយឆ្នាំថយក្រោយបាទអញ្ចឹងអាណាថ្មីនៅលើគេបាទឥឡូវខ្ញុំមើលចុចកន្លែងការសម្រេចបែងចែកភាគលាភនេះមើលការបច្ឆេទប្រកាសជាឈ្មោះភាគនឹកថ្ងៃទី9ខែកក្កដា2026ការបច្ឆេទថ្ងៃទូទាត់ភាគលាភថ្ងៃទី20ខែកក្កដា2026អញ្ចឹងខាងក្រោមនេះគឺជាឯកសារភ្ជាប់បើយើងចង់មើលលម្អិតទៀតចុចលើ file PDF ហ្នឹងមកនៅស្ដាំដៃហ្នឹងចុចលើវាអាច zoom in zoom out វាមើលទៅនេះព័ត៌មានលម្អិតអំពីភាគលាភបាទថ្ងៃ X right date X dividend ថ្ងៃណាថ្ងៃទី8កក្កដា
ការប្រឆាំងថ្ងៃកំណត់ទុកថ្ងៃទី9កក្កដាថ្ងៃទូទាត់ពីលៀបថ្ងៃ20កក្កដាទៅហើយបញ្ជាក់ក្រោមមកទិញហ៊ុនត្រឹមថ្ងៃណាបានពីលៀបហើយបើយើងចង់ចូលមនុយដើមយើងចុចឲ្យកន្លែង CSA អក្សរ CSA ហ្នឹងមកវាទៅកន្លែងដើមវិញណាបាទជាបន្តយើងចង់ទៅមើលប្រវត្តិភិលៀបក្រុមហ៊ុនមួយបាទអញ្ចឹងយើងមើលខាងលើឆ្វេងដៃនេះមានសញ្ញាត្រី3ឡើយនេះចុចលើវាមកបន្ទាប់មកយើងរើសយកព័ត៌មានក្រុមហ៊ុននេះបន្តមកទៀតយើងយកបញ្ជីឈ្មោះក្រុមហ៊ុនលើគេនេះបន្ទាប់មកយើងឈ្មោះក្រុមហ៊ុនទាំង12ណាតាមលំដាប់ពីក្រោមឡើងលើនេះសម្រាប់តកទឹករហូតដល់ចុងក្រោយគេក្រុមហ៊ុនពីកសូន CC Garden បាទហើយខ្ញុំចង់មើលឧទាហរណ៍រើសកំពង់ផែក្រុងសីហនុនេះចុចបើកលើវាយើងចង់មើលប្រវត្តិភិលៀបដូចនៅក្នុង FCC Trade ដែរមកឃើញមនុយមកជួរនៅលើនេះបាទឃើញមាននេះសង្ខេបទិន្នន័យជួញដូរចុចលើនឹងមកបាទពេលតនេះចុចមើលគ្រប់មនុយនេះអានប័ណ្ណវិតម្លៃណានេះកំណត់ត្រាភិលៀប5ឆ្នាំចុងក្រោយណាអត់ទាន់ឃើញអាប់ដេត2025ចូលទេបាទ PE PB ហើយនឹងទិន្នផលភិលៀបអានប័ណ្ណបានបងប្រមាណ%នៃប្រាក់ចំណេញហើយភិលៀបជាសាច់ប្រាក់ក្នុងភាគហ៊ុនម៉ាននេះកំពង់ផែក្រុងសីហនុណាភិលៀបគាត់បាទប៉ុណ្្នឹងទេសូមអរគុណខ្ញុំបាទ admin ក៏សូមជូនដំណឹងដល់វិទ្យាគិនថ្មី fan ផ្សារហ៊ុនដែលចាប់អារម្មណ៍ចង់បង្កើនសមត្ថភាពចំណេះដឹងជំនាញតាមដានទីផ្សារពីហ៊ុនវិនិយោគពីហ៊ុនបាទយើងក៏មានគ្រប់ក្លឹបសិក្សាឯកជនដែលមានសមាជិក admin ច្រើនរូបបបផ្សោតច្រើនឆ្នាំអាចចុចឈ្មោះចូលរៀនមួយលោកគ្រូបានបើចាប់អារម្មណ៍អាចទំនាក់ទំនងមកលេខទូរស័ព្ទ Telegram 0865542997បាទនាំមកជូនដោយក្លឹបប្រឹក្សាពីហ៊ុន